ស្ដីអ្នកគ្នាឥឡូវហ្នឹងគឺខ្ញុំកំពុងទៅនៅតាមផ្លូវទៅកន្លែងលក់ផ្លែឈើ wholesale អញ្ចឹងមិនថាថ្ងៃហ្នឹងខ្ញុំនឹងមកបង្ហាញអ្នកគ្នាពីផ្សារលក់ផ្លែឈើ wholesale ហ្នឹងថាគេមានលក់អីខ្លះហើយនៅក្នុងនោះមានអីខ្លះអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំបានមកដល់ហើយដូចអ្នកបានឃើញអញ្ចឹងគឺគេតម្រូវឲ្យមាន ID ដើម្បីចូលទៅកន្លែងហ្នឹងដែរអញ្ចឹងនៅពេលដែលយើងចតឡានចតអីហើយនេះគឺជាទីធ្លានៅមុខផ្សារហ្នឹងអ្នកគ្នាធំខ្លាំងមែនតើហើយនេះគឺជាច្រកចូលរបស់គេនៅពេលដែលយើងចូលដល់ដូចអ្នកបានឃើញអញ្ចឹងគឺគេមានតាមស្តង់គេមានឈ្មោះមានលេខអីរបស់គេអញ្ចឹងនិយាយទៅដូចតូបអីចឹងហើយកន្លែងហ្នឹងគឺជាកន្លែងបោះដុំផ្លែឈើបន្លែអីសងគ្រប់មុខមកផ្លែឈើដែលគេដាក់តាំងហ្នឹងគឺយើងអាចភ្លក់បានដែរអ្នកនរគ្នាព្រោះថាមុនយើងទិញគឺយើងត្រូវភ្លក់សិនអញ្ចឹងប៉ុន្តែបើថាណាច្រកថងគេខ្ចប់ស្អាតៗមកគឺខ្ញុំអត់ហ៊ានភ្លក់អីហើយនៅក្នុងហ្នឹងក៏មានគេលក់កាហ្វេលក់អីដែរនិយាយទៅក្នុងហ្នឹងគឺមានលក់របស់ញ៉ាំរបៀបអាកៀងអីអញ្ចឹងណាព្រោះថាអ្នកធ្វើការហ្នឹងគេធ្វើការទាំងយប់ទាំងថ្ងៃអញ្ចឹងទៅគឺគេអាចចូលញ៉ាំក្នុងហ្នឹងបាននិយាយពីថាយើងចូលទៅក្នុងនោះវិញគឺត្រជាក់ខ្លាំងមែនតើអ្នកនរគ្នាបើគិតថាមកទិញផ្លែឈើបន្លែធម្មតាអីមិនបាច់ពាក់អាវដែរវិញហ្នឹងដឹងចប់ហ្មងហើយនេះជាសកម្មភាពខ្លះៗដែលខ្ញុំបានហៅអវ៉ាន់ដែលខ្ញុំបានទិញហើយអញ្ចឹងទៅខ្ញុំថតបានតែបន្តិចៗទេអ្នកនរគ្នាសារខ្ញុំមករវល់ទិញផងរវល់ដើរមើលហងអីហងហើយរដូវកាលនេះមិនតែចិត្តតែនៅក្នុងកន្លែងទិញហ្នឹងឯងនៅខែគាត់ចិត្តដែរអ្នកនរមើលតែចំមុះខ្ញុំមិនក៏ហងអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំទិញអីវ៉ាន់អីហើយអ្នកនរគ្នាហើយកំពុងតែឲ្យគេលើកដាក់សកម្មភាពមកទិញផ្លែឈើនៅ wholesale របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាហើយចុងក្រោយហ្នឹងគឺជាទេសភាពនៅកណ្ដាលទីក្រុងដែលខ្ញុំរស់នៅហ្នឹងណាហើយនឹងផ្ទះគេនៅមាត់ទន្លេណាខ្ញុំមើលទៅវាស្អាតខ្លាំងមែនតើមិនថតដាក់ចូលវីដេអូនឹងដែរអញ្ចឹងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកនរគ្នាដែលបានចូលមកវីដេអូនឹងរហូតដល់ចប់សង្ឃឹមថាអ្នកនរគ្នាចូលចិត្តវីដេអូនឹងហើយជួបគ្នាវីដេអូក្រោយណាបាយបាយ So come a little closer